ជម្រាបសួរបងប្អូនពុកម៉ែដែលនិយមទស្សនាជាមួយនឹងវីដេអូចេញពីក្នុង page ក៏ដូចជា YouTube ផ្លូវការរបស់ខ្ញុំបាទជឿនពិសេសជាទីគោរពនិងជាទីនឹករលឹកសូមស្វាគមន៍មកកាន់ភាគទី2នៃវីដេអូបង្រៀនខ្លុយសម្រាប់បងប្អូនដែលរៀនខ្លុយពីខ្ញុំទៅណាអញ្ចឹងស្វាគមន៍បងប្អូនក៏ដូចជាស្វាគមន៍កូនសិស្សមកកាន់វីដេអូវគ្គទី2នៅក្នុងការបង្រៀនខ្លុយខ្មែររបស់យើងអញ្ចឹងជំហានដំបូងបងប្អូនត្រូវតែមានខ្លុយខ្មែរមួយដើមដែលជាខ្លុយស្តង់ដារត្រឹមត្រូវដែលវាមានវាស់កម្រិតត្រឹមត្រូវមានការផ្លុំឲ្យត្រូវខ្យល់បានល្អត្រឹមត្រូវបើមិនអញ្ចឹងទៅយកមកហាត់មួយគ្នាអត់ចូលគ្នាទេណាបាទហើយសម្រាប់បងប្អូនដែលត្រូវការបងប្អូនអាច search ក្នុង TikTok អីចឹងទៅដាក់ថាអឺមានលក់ខ្លុយខ្មែរតម្លៃល្អអីអញ្ចឹងតម្លៃសមរម្យអញ្ចឹងលក់នៅក្នុង page Facebook នៅក្នុងអីអញ្ចឹងបងប្អូនព្យាយាមរក page ណាដែលគេលក់ខ្លុយដែលមានគុណភាពហើយរក page ណាដែលលក់ពិតប្រាកដរក TikTok ណាដែលមានលក់ពិតប្រាកដព្រោះខ្ញុំឃើញបងប្រុសម្នាក់ដែលគាត់ផលិតខ្លុយណាគឺគាត់ផលិតល្អមែនតើអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការអាចតាក់ទងទៅគាត់ឬក៏អាចតាក់ទងមកខ្ញុំនឹងណែនាំ contact អ្នកផលិតខ្លុយទៅកាន់បងប្អូនពុកម៉ែតែម្ដងអូខេចូលមកវគ្គទី2របស់យើងវគ្គនេះគឺជាវគ្គដែលយើងត្រូវប្រើកម្រិតខ្យល់យើងត្រូវមកស្គាល់ជាមួយនឹងកម្រិតខ្យល់ក៏ដូចជាកម្រិតនៅក្នុងការរត់ហ្គាមហ្នឹងហើយយើងហៅចឹងទៅនឹងត្រូវដល់ខុសទេព្រោះខ្ញុំអត់មាន note អីត្រឹមត្រូវទេប៉ុន្តែយើងហាត់ទៅតាមដងទៅតាមអបនិស្ស័យរបស់យើងដែលស្រឡាញ់ជាមួយនឹងខ្លុយនឹងពិតប្រាកដអញ្ចឹងកាលណាយើងស្រឡាញ់គឺយើងហាត់ហើយយើងចេះបែកហ្នឹងមិនមែនបែកអីបែកថ្នាំបែកអីទេគឺយើងបែកគំនិតយកខ្លុយហ្នឹងទៅច្នៃប្រឌិតផ្លុំជាបទចម្រៀងផ្សេងទៅតាមអារម្មណ៍របស់យើងទៅតាមអ្វីដែលយើងអាចធ្វើទៅបានទៅតាមខួរក្បាលទៅតាមនិស្ស័យក្តីស្រឡាញ់របស់យើងដែលយើងពេញចិត្តអូខេចាប់ផ្ដើមជាមួយនឹងការរៀនខ្លុយរបស់យើងតែម្ដងដែលវគ្គនេះគឺយើងនឹងរៀនអំពីរបៀបនៅក្នុងការប្រើប្រាស់ខ្យល់យើងត្រូវមកស្គាល់ខ្យល់របស់ខ្លុយក៏ដូចជាយើងស្គាល់ជាមួយនឹងលេខ1លេខ2ខ្យល់ទី1ខ្យល់ទី2របស់ខ្លុយហើយយើងមកស្គាល់ជាមួយនឹងការចាប់ដៃយើងចាប់បើករុននេះចាប់រួចវគ្គ1គឺយើងបង្ហាញអំពីរបៀបនៅក្នុងការចាប់ហើយឥឡូវវគ្គនេះគឺយើងចាប់ដូចគ្នាប៉ុន្តែយើងបង្រៀនតាក់ទងជាមួយនឹងខ្យល់តែម្ដងអញ្ចឹងខ្យល់ជាទូទៅខ្លុយគឺយើងអត់មានចាំបាច់ថាចេញមកបឹបយើងអត់ទេអត់មានចេញមកអញ្ចឹងទេអញ្ចឹងជំហានដែលយើងត្រូវចេះផ្លុំខ្លុយដំបូងគេគឺយើងត្រូវប្រើប្រាស់ខ្យល់ទី1របស់យើងជាមុនសិនយើងត្រូវខ្យល់យើងគឺទប់ពីពោះមកណាទប់ពីពោះឡើងមកតាមកំពង់កថ្នមមែនតើអញ្ចឹងចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាជាមួយនឹងការប្រើប្រាស់ខ្លុយយើងបិទរុនឲ្យចិត្តដូចខ្ញុំប្រាប់អញ្ចឹងគឺបិទឲ្យចិត្តទាំងអស់យើងដាក់មករៀមទៅតាមចន្លោះរៀងខ្លួនណាដូចអ្វីដែលខ្ញុំប្រាប់ពីវគ្គ1អញ្ចឹងតាចាប់ផ្ដើមទាំងអស់គ្នាចាប់ផ្ដើមយើងរៀនផ្លុំដំបូងមែនខ້ອຍយើងស្ដាប់ព្យាយាមស្ដាប់ថាតែបិទអត់ចិត្តគឺវាលឺអត់ព្រោះទេអញ្ចឹងយើងត្រូវបិទឲ្យចិត្តឃើញទេយើងប្រើខ្យល់របស់យើងគឺយើងត្រូវប្រើឲ្យស្មើហើយប្រើតិចមែនតែយើងត្រូវប្រើផ្លុំទៅរហូតដល់អស់ខ្យល់យើងបើមិនជាយើងគិតថាខ្យល់យើងបានវែងយើងទៅទៀតតែបើយើងគិតថាមិនវែងទេយើងបដាច់វាចោលទៅអូខេចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នានេះគឺខ្យល់ទី1ឃើញទេបងប្អូនឃើញទេតែត្រូវចាំថារុនបិទឲ្យចិត្តបើបិទមិនចិត្តទេគឺវាលឺអត់ព្រោះទេអត់ល្អអញ្ចឹងត្រូវបិទឲ្យចិត្តតាចាប់ផ្ដើមអូខេឥឡូវនេះយើងចាប់ផ្ដើមប្រើជាមួយនឹងសំឡេងខ្យល់ទី1ដើម្បីរត់ហ្គេមនេះពីលើពីក្រោមដល់លើណាដូរេមីហ្វាសូឡាស៊ីដូដូរេមីហ្វាសូឡាស៊ីដូអូខេចាប់ផ្ដើមទាំងអស់គ្នាជាមួយនឹងការចាប់រុនហើយនឹងការប្រើខ្យល់បងប្អូនត្រូវចាំថាខ្យល់ត្រូវប្រើឲ្យថេរសម្រាប់ខ្យល់ទី1នេះគឺប្រើឲ្យថេរតែម្ដងដាច់ខាតអត់មានប្រើឲ្យរបៀបបែបថាខ្លាំងខ្សោយទេគឺយើងត្រូវប្រើឲ្យនឹងថឹងណាចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាឃើញទេ
tông đô nó khang lứa sầm lính tông đô nó khang lứa cứ dừng bật lên mày đai bỏ dừng nè mày đai địa dừng bật lên nó phải bật run nó cứ dừng đò tông đô khang lứa cứ dừng từ bật lên vì cháu lấy mình men ở đây chọn chờ này cứ dừng gió bài này bom bông trời hạt tam nhung mày bàn chán đại chấm hình tập bốn cứ dừng thua bài nâng nè bà từ prao cho bỏ dừng ở vén hay nó phải để dừng rút lao mà đò lừa hay cứ dừng chụp hay dừng đọt đằng hám dừng plong rút cho một bình tao mà tiết dừng plong rút cho bị cao mà lừa vĩnh tao mà dừng plong rút bị lừa mà cao vĩnh bạn thì dương men té đấy bong bóng nó thả lên đấy còn nó thả vậy bị đơn vị vậy YouTube bị chọn awesome nào bà aku nè lỡ dương chấp đam bà to cho mình mê riêng rồi bỏ dương vào cầm liền sao cho ok ta chấp đam cho mình nhung từng ngọc ní khơi nhé bong bóng khơi nhé bạn ta chăm thích nhầm prap bị việc đặt khơi sân cầm oi thẳng trên máu họ ở miền sâu sâu mót trắng ấy nè trắng cứ khơi nè bong bóng khơi nhé khơi các bà vì đấy nè cái mình bà lót tút mùi nữa nè chẳngរបៀបនៅក្នុងការផ្លុំគឺយើងត្រូវប្រើបែបនេះយើងត្រូវដាក់ពីមុខឲ្យចំបែបនេះណាដាក់ពីមុខឲ្យចំបែបហ្នឹងអីចង់ភ្លេចបរិញ្ញាបងប្អូនហ្នឹងទៀតហ្នឹងហើយយើងដាក់ឲ្យចំបែបនេះហើយនេះឃើញទេអប់តែបបេមាត់ខាងលើរបស់យើងទេហើយបបេមកខាងក្រោមយើងទប់វាឲ្យចិត្តមាត់ចឹងមកព្យាយាមមាត់យើងអូខេតាចាប់ដើមអញ្ចឹងបងប្អូនដកដង្ហើមឲ្យផ្លុំតាមខ្ញុំផ្លុំរត់ពីក្រោមឡើងលើសិនណាយើងព្យាយាមឲ្យអារម្មណ៍ឲ្យដង្ហើមយើងវែងយើងត្រូវប្រើសមាធិព្រោះផ្លុំខ្លីគឺយើងត្រូវប្រើសមាធិផ្លូវដង្ហើមបើមិនអញ្ចឹងទេគឺសំឡេងគឺផ្លុំអត់ព្រោះទេមែនណាអត់និយាយលេងសើចទេគឺត្រូវប្រើសមាធិពិតប្រាកដសមាធិផ្លូវដង្ហើមគឺយើងត្រូវប្រើដង្ហើមឲ្យវែងតាចាប់ដើមកុំភ្លេចណាម្រាមដៃខាងក្រោយត្រូវប្រឡែងដែរមិនវាចេញដូរខាងលើណាតាណែបងប្អូនមានដង្ហើមវែងអាចធ្វើអញ្ចឹងបានណាចាប់ដើមជាមួយខ្ញុំទាំងអស់គ្នាណែអូខេឬក៏ដង្ហើមខ្លីអូខេប៉ុណ្ណឹងអញ្ចឹងបងប្អូនយល់ទេអញ្ចឹងចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាដោយយើងប្រើប្រាស់ល្បឿនឲ្យលឿនបន្តិចតាតែកុំភ្លេចណាសមាធិផ្លូវដង្ហើមមិនមែនហ៊ុយដង្ហើមខ្លីអត់ទេគឺយើងត្រូវប្រើថ្នមមែនតើជាមួយនឹងសម្លេងខ្យល់ទី1នេះតាអូខេចាប់ផ្ដើមជាមួយខ្ញុំល្បឿនលឿនតាអូខេតាចាប់ផ្ដើមហើយបងប្អូនតិចឆ្ងល់ជុំអូនឯងគាត់ផ្លុំរត់ហ្គេមប៉ុណ្ណឹងសុំមិនក៏របៀបអាលាក់អីល្អហ្មងតែប៉ុតខ្ញុំទលាប់ទៅថាផ្លុំគឺជាចិត្តអាលាក់ឲ្យវាមានអឿនឈឿនព្រោះអញ្ចឹងគឺខ្ញុំជាចិត្តធ្វើអញ្ចឹងតែជាទូទៅដង្ហើមគឺត្រូវប្រើឲ្យថេបុកពីពោះមកណាអូខេអូខេបែបហ្នឹងឥឡូវនេះយើងមកបង្ហាត់បងប្អូនបន្តអំពីការប្រើឲ្យវាដល់ខ្យល់ទី2
ខ្យល់ទី2គឺវារៀងពិបាកប្រើបន្តិចដោយសារខ្យល់ទី2បើសិនជាសំឡេងនឹងរៀងតឹងគឺយើងត្រូវប្រើឲ្យតឹងដូចគ្នាប៉ុន្តែបើសិនជាវារៀងធូរគឺយើងប្រើឲ្យធូរវាទៅតាមប្រភេទកម្រិតខ្លុយប៉ុន្តែចំពោះខ្លុយបងប្អូនគួរតែយកកម្រិតស្តង់ដាបើសិនជាគេសួរថាខ្ញុំយកមិនតឹងពេកមិនធូរពេកហើយវាមានតាមប្រភេទទៀតខ្លុយបងប្អូនបើសិនជាអ្នកគាត់ធ្វើបានពីរប្រភេទវាមានប្រភេទខ្លុយស្រែកហ្នឹងគឺអត់សូវប្រើខ្យល់ខ្លាំងទេយើងប្រើតែខ្យល់សឹងថាពាក់កណ្ដាលខ្យល់លេខ1ពាក់កណ្ដាលឡើងឲ្យដល់ពាក់កណ្ដាលជិតដល់លេខ2ហ្នឹងក៏វាស្រែកបានដែរប៉ុន្តែចំពោះខ្លុយនេះគឺយើងត្រូវប្រើឲ្យវាស្ទាត់ជំនាញសិនយើងត្រូវប្រើឲ្យវាមានដង្ហើមច្បាស់លាស់សិនចាំយើងទៅទិញខ្លុយនឹងមកប្រើណាអញ្ចឹងចាប់ផ្ដើមបន្តទៀតជាមួយនឹងការប្រើជាមួយនឹងខ្យល់ទី2ខ្យល់ទី1គឺយើងប្រើបុកពីពោះមកមួយតង់ហើយប៉ុន្តែខ្យល់ទី2គឺយើងត្រូវប្រើបុកពីពោះនឹងមកមួយតង់ទៀតតែប្រើរៀងខ្លាំងជាងមុនបន្តិចត្រូវប្រើឲ្យខ្លាំងជាងមុនបន្តិចទើបវាល្អប្រសើរណាអូខេចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាឃើញទេយើងទៅប្រើបុកពីពោះមកតែម្ដងរបៀបអញ្ចឹងបាទអញ្ចឹងចាប់ផ្ដើមតើហេតុអីបានខ្ញុំអត់បើកដៃទៀតអត់បើកមេដៃចេញទៀតដោយសារអីដោយសារអានេះជាខ្យល់ទី1អញ្ចឹងយើងប្រើខ្យល់ទី2គឺយើងត្រូវបែបនេះដូរេមីហ្វាសូឡាស៊ីយើងយកក្របដូនៅខាងក្រោមយកមកប្រើហើយយើងដំឡើងខ្យល់ធ្វើម៉េចដំឡើងឲ្យខ្យល់ចេញពីពោះរបស់យើងនេះរៀងខ្លាំងជាងមុនបន្តិចអញ្ចឹងគឺវាប្រែជាវាមកជាអញ្ចឹងអូខេចាប់ផ្ដើមជាមួយខ្ញុំប្រើខ្យល់តិចប្រើខ្យល់ខ្លាំងបន្តិចឃើញក្របវាឡើងគូ8តែដៃខ្ញុំអត់ប្រែទៅណាទេអញ្ចឹងចាប់ផ្ដើមតាញ៉េព្យាយាមបិទឲ្យជិតណាញ៉េនេះខ្យល់ទី2ញ៉េយកមកខ្លាំងតិចមកពេលដែលយើងមកខ្លាំងគឺវាបែកគូ8អញ្ចឹងបងប្អូនត្រូវស្ដាប់បើសិនជាសូរសំឡេងវាដូចគ្នាប៉ុន្តែវាតូចបើន័យថាបងប្អូនប្រើដង្ហើមត្រូវហើយអូខេយល់កន្លែងហ្នឹងឯងណប់ចិត្តទាំងអស់គ្នាអូខេតោះចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាយើងត្រូវប្រើខ្យល់ទី1និងខ្យល់ទី2ដែលយើងភ្ជាប់ចូលគ្នាដូរេមីហ្វាសូឡាស៊ីយើងយកក្របដូនៅខាងក្រោមដូរេមីហ្វាសូឡាស៊ីហើយចាំយើងបន្លែងក្របមេដៃខាងក្រោយឃើញទេអញ្ចឹងចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាតាដូរេមីហ្វាសូឡាស៊ីហើយឡើងតែម្ដងតាឡើងកំភ្លេចណាឡើងដូចខ្ញុំប្រាប់អញ្ចឹងគឺខ្យល់ទី2បងប្អូនត្រូវថេដូចគ្នាប៉ុន្តែដល់កន្លែងស្រែកគឺត្រូវតែឡើងហើយអាឡើងនឹងគឺខ្យល់យើងគ្រាងតឹងហើយយើងត្រូវប្រើឲ្យខ្លាំងបន្តិចតែកុំខ្លាំងលើសកម្រិតតែលើសកម្រិតវាបែកទៅជាសំឡេងកញ្ចាយអត់ព្រោះទេណាចាចាប់ផ្ដើមជាមួយខ្ញុំទាំងអស់គ្នាឃើញទេបងប្អូនម្ដងទៀតតាប្រើខ្យល់ឡើងខ្យល់រៀងខ្លាំងតិចមកឡើងលើកាន់តែខ្ពស់ខ្យល់កាន់តែខ្លាំងបន្តិចម្ដងតាមហ្នឹងមកណាដល់កន្លែងនេះប្រើខ្លាំងហ្មងបើមិនប្រើខ្លាំងទេវាចុះមកវិញខ្សុយអញ្ចឹងទៅអូខេតោះចាប់ផ្ដើមម្ដងទៀតចុះមកវិញមើលកើតទេកើតតែត្រូវប្រើខ្យល់កម្រិតឲ្យខ្លាំងបន្តិចណាឃើញទេឡូយទេបងប្អូនអញ្ចឹងកុំភ្លេចវាកាត់ទាំងអស់គ្នានៅផ្ទះណាឥឡូវចាំមើលខ្យល់ទី1យើងប្រើខ្យល់ទី1ពីដូដល់ដូដូចគ្នាតែដូតូចដល់ដូធំដូធំដល់ដូតូចអូខេចាប់ផ្ដើមអញ្ចឹងគេរត់បែបនេះអូខេតោះឥឡូវពីដូធំឡើងមកដូទូចងេបមួយទៀតតោះចាប់ផ្ដើម
ឃើញទេអានេះគេតតាហើមឌីបានវែងអញ្ចឹងតែបើយើងអត់តន់ចេះតទេគឺផ្លុំកន្លែងដាច់គឺយើងផ្លុំតមកបាទផ្លុំតសិនមកណាប៉ុន្តែបើសិនជាថាអូដង្ហើមយើងវែងដែរយើងត្រូវប្រើដង្ហើមពីពោះមកតែបើរបៀបតដង្ហើមចាំយើងទៅវគ្គបន្តទៀតណាបងប្អូនទាំងអស់គ្នាតោះចាប់ផ្ដើមរត់ម្ដងទៀតជាលើកចុងក្រោយយើងបញ្ចប់វគ្គ2តោះអូខេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះពីដើមដល់ចប់យើងនឹងជួបគ្នានៅវគ្គ3ជាបន្តហើយអរគុណបងប្អូនមែនទែនសម្រាប់ការ support ក៏ដូចជាការឧបត្ថម្ភតាម ABA តាម KHQR របស់ខ្ញុំបាទផងដែរជាទឹកចិត្តឲ្យកាហ្វេឲ្យអីអញ្ចឹងណាអរគុណមែនទែនសម្រាប់ទឹកចិត្តរបស់បងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្តទៀតអរគុណច្រើន